របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញបញ្ជាក់ថាមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេប៉ុន្តែគ្រប់គ្រងសម្រាប់រាជរដ្ឋាភិបាលបញ្ជូនកងទ័ពទៅកាន់ព្រំដែនកម្ពុជាថៃដើម្បីការពារខ្លួនសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជានៅយប់ថ្ងៃទី28ឧសភាឆ្នាំ2025បានបញ្ជាក់អំពីសកម្មភាពរបស់ទាហានថៃដែលចូលមកវាយឆ្មក់ទាហានកម្ពុជានៅចំណុចព្រំដែនមុំ3ក្នុងខេត្តព្រះវិហារថាជាការឈ្លានពាននិងបានថ្កោលទោសចំពោះសកម្មភាពបែបនេះប៉ុន្តែទោះបីជាយ៉ាងនេះក្តីសម្ដេចបានបញ្ជាក់ថាសម្ដេចមិនចង់ឃើញការប្រយុទ្ធណាមួយកាត់ឡើងទេប៉ុន្តែសម្ដេចគ្រប់គ្រងការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជាថៃដើម្បីការពារខ្លួនក្នុងករណីមានការឈ្លានពានបែបនេះបន្តទៀតតាមរយៈបណ្ដាញសង្គមរបស់សម្ដេចតេជោហ៊ុនសែនបានសម្ដែងនៅការសោកស្ដាយនិងចូលរួមមរណទុក្ខជាមួយនឹងគ្រួសារសពលោកព្រិនតបាឯកសួនរោនដែលបានបាត់បង់ជីវិតដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពានថៃសម្ដេចបានបញ្ជាក់ថាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយដែលខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលឬអង្គភាពឬឋានៈណាក៏ដោយដែលបានសម្រេចចិត្តធ្វើសកម្មភាពឈ្លានពានបែបនេះដែលវាប្រហាក់ប្រហែលជាការឈ្លានពានកាលពីឆ្នាំ2008ដល់ឆ្នាំ2011នៅប្រាសាទព្រះវិហារសម្ដេចបានបន្តថាខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេតែខ្ញុំគ្រប់គ្រងដល់ការសម្រេចរបស់រាជរដ្ឋាភិបាលនៅក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀតខ្ញុំសង្ឃឹមថាការចរចាដែលនឹងត្រូវធ្វើឡើងនៅថ្ងៃ29រវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជានិងថៃនឹងបានលទ្ធផលល្អខ្ញុំសង្ឃឹមថានឹងមិនមានភាពតានតឹងទូទាំងដោយព្រំដែនរវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀតដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយសម្ដេចតេជោប្រធានប្រសិទ្ធិបានអំពាវនាវឲ្យជនរួមជាតិមេត្តាកុំពង្រីកនៅចំនួននេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនៃកងទ័ពនៃប្រទេសទាំងពីរសម្ដេចបានបញ្ជាក់ថាយើងស្អប់សង្គ្រាមតែយើងបង្ខំចិត្តធ្វើសង្គ្រាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេសដោយដែលបានធ្វើកាលពីឆ្នាំ2008ដល់2011ដែលប្រើមុខព្រួញ3គឺយោធាការទូតនិងផ្លូវច្បាប់